តោះសម្រាប់បងដែលអត់តន់ចេះចូលទៅ setting បើក developer option ណាបងធ្វើតាមវីដេអូនេះទៅបងដោតខ្សែចូលទៅក្នុងទូរស័ព្ទឲ្យមកបន្តមកទៀតទូរស័ព្ទវា load ឲ្យយើងនេះរើស charging transfer file អញ្ចឹងណាបងយកពាក្យ transfer file នេះមកណាបាទចុចលើ transfer file ហ្នឹងហើយបានយើងចូលទៅ setting បន្ទាប់ពីចូល setting ហើយបងយកមកពាក្យ about device អញ្ចឹងទូរស័ព្ទនេះទូរស័ព្ទ Oppo អញ្ចឹងវាពាក្យ about device អញ្ចឹងបើបងមានទូរស័ព្ទផ្សេងវាអាចចេញរូបភាពអីផ្សេងអក្សរផ្សេងគឺនៅតែជា about device ទៅតែទេក្នុងន័យវាអញ្ចឹងវាជា about device ហ្នឹងមកហើយទូរស័ព្ទ Oppo នេះគឺវា USB debug build version នេះវានៅក្នុងversion នេះអញ្ចឹងចុចលើ version នេះមកនេះបងរកមើលពាក្យ build number នេះទូរស័ព្ទណាក៏មានដែរ build number Android ណាអញ្ចឹងរកហ្នឹងមកហើយចុចលើវា3 4ដងមក3 4ដងមកយើងខ្លាចជា developer mode ហើយអញ្ចឹងយើងត្រឡប់ទៅក្រោយវិញមកត្រឡប់ទៅក្រោយទៀតដើម្បីទៅរក developer mode ហ្នឹងអញ្ចឹង Oppo developer mode វានៅក្នុង setting នេះណាអញ្ចឹងក្នុង setting យើងចូល setting អញ្ចឹងមកបន្តមកទៀតយើងរកមើលពាក្យ developer option នេះ developer option ចុចលើ developer option ហ្នឹងមកតមកចុចបើក developer option ចុចបើក developer option ហ្នឹងហើយបងអស់ចូលមកក្រោមរកមកពាក្យ USB debugging បាទចុចលើ USB debugging ហ្នឹងហើយចុច OK បាទនៅលើ tool បងចុចលើពាក្យ check ឧបករណ៍បាទអញ្ចឹងលើទូរស័ព្ទវាត្រូវមានចុចចេញ allo ឲ្យយើងគ្រីដោយសារខ្ញុំមិញហ្នឹងមុនហ្នឹងខ្ញុំបានគ្រីអញ្ចឹងបងពេលដែលវា load ឲ្យយើង allo បងចុច allo ហើយគ្រីហើយចុច allo ពាក្យ allo នៅខាងស្ដាំណាបន្ទាប់ពីយើងគ្រី allo ហើយវានឹង check មកចេញព័ត៌មានទូរស័ព្ទបែបនេះណាអញ្ចឹងឧបករណ៍នឹងគឺយើងអាច check មើលទូ system app user អ្វីហើយ app ណាដែលមានបញ្ហាគឺវានឹងបង្ហាញពណ៌ក្រហមបែបនេះអញ្ចឹងបងអាចមើលបានហើយ app ណាដែលបងចង់លុបទៀតក៏បងគ្រីលុបទៅតែបើបងអត់គិតថាវាគ្រប់គ្រាន់ហើយយើងលុបតាពណ៌ក្រហមដែលរីសហ្នឹងទៅអញ្ចឹងដើម្បីលុបពណ៌ក្រហមហ្នឹងបានបងអាចចុចប៊ូតុងនេះក៏បានបងអាចចុចប៊ូតុងក្រហមនេះក៏បានអញ្ចឹងបងអាចចុចប៊ូតុង kill all thread នេះមក kill all thread ហ្នឹងមានន័យថាសម្រាប់មេរោគដែល app ដែលមានបញ្ហាឆ្លងមេរោគហ្នឹងឯងអញ្ចឹងបងចុចលើវាមក kill thread app ចុចអញ្ចឹងមកបន្តមកទៀតបងចុចពាក្យ yes អញ្ចឹងបងសូមរងចាំយើងរងចាំនេះអញ្ចឹងមកអញ្ចឹងរយៈពេលគឺវាទៅតាមចំនួន app ដែលវាបាន scan ថាវាមានបញ្ហាដែរណាបាទថាឥឡូវវាលុបហើយនេះឃើញទេបាត់ app ដែលមានបញ្ហាពណ៌ក្រហមឆ្លងមេរោគហ្នឹងឯងអញ្ចឹងហើយនេះក៏វាមានចេញទិន្នន័យឲ្យយើងដែរថាវាបានលុប20 app ហើយវាបានរំលងនៅ app ដែលមានសុវត្ថិភាព8អញ្ចឹងមេរោគដែលមានលក្ខណៈ pop up ADS adversary អីគឺវាលុបចោលអស់ហើយណាបងណានឹងអរគុណច្រើនបងមានចម្ងល់អាចឆាតសួរខ្ញុំបន្ថែមបានអរគុណច្រើន